ប្រិមិត្តជាទីរាប់អានថៃមិនហ៊ានក្អកជាមួយនឹងមីយ៉ាន់ម៉ានោះទេដោយមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកតាមបន្ទាត់ព្រំដែនចូលយ៉ាងច្រើនគ្រាប់ក្នុងទឹកដីថៃសេចក្តីរាយការណ៍បន្ទាន់បានឲ្យដឹងថាកងកម្លាំងមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមផ្លូវអាកាសមកលើមន្ទីរពេទ្យរបស់សហភាពជាតិការ៉ែនឬក៏ហៅថា KNU នៅតាមតំបន់ក្បែរនោះដែលស្ថិតនៅជាប់ព្រំដែនថៃនៅក្នុងខេត្តមេហុងស៊ុនអាជ្ញាធរថៃបានបញ្ជាក់ថាមានគ្រាប់បែកយ៉ាងតិចណាស់មួយគ្រាប់បានធ្លាក់ចូលនៅក្នុងទឹកដីថៃនៅក្បែរដងទន្លេសាល់វិនក្នុងតំបន់មេសាំឡេបដែលបង្កមានការភ័យខ្លាចទៅដល់ប្រជាពលរដ្ឋយ៉ាងខ្លាំងនៅក្នុងភូមិក្បែរនោះរហូតឈានដល់ការរត់ភៀសខ្លួនចេញពីតំបន់នោះផងដែរបើយោងតាមការរាយការណ៍ពីទីក្រុងមេសូតនៃខេត្តថេកប្រទេសថៃក៏បានឲ្យដឹងដែរថាកងពលតូចថ្មើរជើងស្រាលលេខ22របស់មីយ៉ាន់ម៉ាបានប្រើប្រាស់អាវុធធុនធ្ងន់និងអាវុធតូចៗជាច្រើនក្នុងការវាយលុកលើទីតាំង KNU នៅក្នុងទីក្រុង Mayawadi របស់រដ្ឋការ៉ែនដែលស្ថិតនៅទល់មុខនឹងសហគមន៍ព្រំដែនថៃក្នុងខេត្តថេកប្រពន្ធពី KNU បានបញ្ជាក់ផងដែរថាការវាយលុកនេះធ្វើឡើងតាមបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់មីយ៉ាន់ម៉ាដើម្បីដណ្ដើមយកតំបន់យុទ្ធសាស្ត្រសំខាន់រួមមានភូមិមានឡាផាន់និងតំបន់ក្បែរនោះឲ្យបានមុនពេលភ្លៀងបង្អុរដែលជាឧបសគ្គដ៏ធំដល់ការចល័តទ័ពនិងគ្រឿងចក្រសឹករបស់មីយ៉ាន់ម៉ាបច្ចុប្បន្ននេះអាជ្ញាធរថៃកំពុងតែតាមដានស្ថានភាពដោយមិនហ៊ានតបតទៅជាមួយនឹងប្រទេសមីយ៉ាន់ម៉ានោះទេហើយការតាមដាននេះក៏កំពុងតែត្រៀមខ្លួនដើម្បីទប់ស្កាត់នៅរាល់ការឈ្លានពានរបស់មីយ៉ាន់ម៉ាប៉ុន្តែតាមពិតថៃមិនហ៊ានក្អកជាមួយនឹងមីយ៉ាន់ម៉ាតាំងពីមុនមកម្លេះគូបញ្ជាក់ផងដែរថាការវាយប្រហារនៅតំបន់ព្រំដែនថៃមីយ៉ាន់ម៉ានេះបានកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីមានរដ្ឋប្រហាររបស់យោធាមីយ៉ាន់ម៉ាតាំងពីឆ្នាំ2021មកម្លេះប៉ុន្តែថៃមិនដែលតបតមិនដែលហ៊ានក្អកម្ដងណានោះទេតំបន់ទីក្រុងម៉ាយ៉ាវ៉ាឌីប្រទេសមីយ៉ាន់ម៉ាគឺជាចក្រភពសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់ប្រទេសមីយ៉ាន់ម៉ានិងរបបផ្សឹកមីយ៉ាន់ម៉ានៅក្នុងការនាំចេញទំនិញពីប្រទេសថៃការប៉ុនប៉ងវាដណ្ដើមគ្រប់គ្រងតំបន់នេះឡើងវិញមិនត្រឹមតែជាយុទ្ធសាស្ត្រយោធារបស់មីយ៉ាន់ម៉ាប៉ុណ្ណោះទេប៉ុន្តែវាជាការប៉ុនប៉ងក្តោបក្តាប់ដង្ហើមសេដ្ឋកិច្ចឡើងវិញផងដែរខណៈដែលក្រមប្រដាប់អាវុធជនជាតិភាគតិចការ៉ែនកាន់តែពង្រឹងឥទ្ធិពលរបស់ខ្លួននៅតាមតំបន់ព្រំដែនគួរឲ្យកត់សម្គាល់សហភាពជាតិការ៉ែនគឺជាអង្គការនយោបាយតំណាងឲ្យជនជាតិភាគតិចការ៉ែនដែលបានតស៊ូទាមទារសិទ្ធិស្វ័យសម្រេចនឹងការបង្កើតរដ្ឋសហព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីឆ្នាំ1949មកម្លេះចលនានេះត្រូវបានចាត់ទុកថាជាចលនាបំបែកខ្លួនដែលអូសបន្លាយពេលយូរបំផុតមួយនៅក្នុងពិភពលោកប្រិមិត្តជាទីមេត្រីនេះគឺជាការបាញ់ប្រហាររបស់មីយ៉ាន់ម៉ាមកលើប្រទេសថៃប៉ុន្តែប្រទេសថៃមិនហ៊ានតបតនោះទេមីយ៉ាន់ម៉ាតែងតែទម្លាក់គ្រាប់បែកតាមបន្ទាត់ព្រំដែនថៃនិងមីយ៉ាន់ម៉ាដោយចូលមកលើទឹកដីថៃជាច្រើនលើកច្រើនសារប៉ុន្តែថៃនៅតែទ្រាំដោយសារតែមិនហ៊ានក្អកជាមួយនឹងមីយ៉ាន់ម៉ាប៉ុន្តែកម្ពុជាថៃកាន់តែកក្លឿនដូច្នេះសូមមេត្តាប្រុងប្រយ័ត្នសូមអរគុណសូមគោរពលា